សូមជម្រាបជូនដល់បងប្អូនទស្សនិកជនបានជ្រាបផងដែរថាការប្រកួតនេះគឺមានតែ3ទឹកទេអ្នកដែលឈ្នះឡើងទៅប្រកួតរង្វាក់ផ្ដាច់ព្រាត់ដែលកីឡាករជ័យកសលកំពុងតែឈររងចាំឆ្វេងស្ដាំរបស់ប៊ុនថេនជាកំពុងតែឈរចាំដោយអំណត់បំផុតទាត់ឆ្វេងសងទៅវិញប៊ុនថេនបិទជាប់ប៊ុនថេនទាត់ស្ដាំធ្វើឲ្យធុនសុភាផ្ងាឆ្វេងស្ដាំមួយទៅមួយមកសុភាកិច្ចទាន់ប៊ុនថេនញាក់ចូលទាត់ឆ្វេងសុភាបិទជាប់សុភាញាក់ជើងក្រោមប្រងហៅថាកាប់គល់រំជួយមេឃក៏ប៉ុន្តែទៅមិនរួចជាមួយប៊ុនថេនចូលក្រៀកជាប់ឡើងជង្គង់មួយទៅមួយមកដូចគ្នាអានេះគឺជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរ Gold Legend នាពេលបច្ចុប្បន្ននេះពិធីមង្គលការជាច្រើនកំពុងតែត្រូវបានគាំទ្រដោយ Gold Legend ហើយនៅពេលដែលលោកលោកស្រីនាងកញ្ញាជាវមួយកេះថែមជូនសដាមួយកេះក្រិចឆ្វេងរបស់សុភាប៊ុនថេនទាត់ស្ដាំជើងក្រោមសុភាម៉ាត់ស្ដាំធ្វើឲ្យថេនផ្ងាថយក្រោយញាក់ចូលទាត់ស្ដាំពីរជើងសុភាបុកជង្គង់ខាងស្ដាំសងទៅវិញកំពុងតែឈរចាំត្រង់រៀងខ្លួនអ្នកណាហ៊ានអ្នកណាមុនអ្នកស្រីយើងទាត់ស្ដាំរបស់ប៊ុនថេនសុភាបិទជាប់សុភារចូលទាត់ឆ្វេងរបស់សុភាចាប់ជើងមកឡើងជង្គង់ខាងឆ្វេងរបស់សេនប៊ុនថេនគ្រាគ្នាជាប់អញ្ញាកណ្ដាលញែកឲ្យកីឡាករទាំងពីរមកកណ្ដាលសង្វៀនកាត់សេចក្តីនៅលើសង្វៀនគឺលោកទេសរិនសុភាយកជើងស្ដាំទល់ដែលពាក្យយើងហៅថាទល់អង្កត់ទាត់ឆ្វេងរបស់ប៊ុនថេនសុភាបិទជាប់សុភាញាក់ចូលម៉ាត់ស្ដាំតាមម៉ាត់ខាងស្ដាំថែមទៀតគ្រាគ្នាជាប់ជង្គង់មួយទៅមួយមកដូចគ្នាលោកទេសរិនញែកឲ្យកីឡាករទាំងពីរមកកណ្ដាលសង្វៀននេះគឺជាខ្សែក្រវ៉ាត់តែកំពុងតែរងចាំតើអ្នកណាជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរនេះគឺមានកីឡាករបរទេស4ដួងហើយនឹងកីឡាករព្រះរាជាណាចក្រកម្ពុជា4ដួងកីឡាករបរទេសនៅសល់មួយតែសុំចុះចាញ់កីឡាករជ័យកសលឲ្យស្វ័យប្រវត្តិឥឡូវនៅសល់កីឡាករព្រះរាជាណាចក្រកម្ពុជា3នាក់ឆ្លៀតដែលកីឡាករទាំងពីរកំពុងតែត្រៀមលក្ខណៈយើងខ្ញុំសូមជម្រាបជូនដែរថាគណៈកម្មការអាជ្ញាកណ្ដាលនិងចៅក្រមរបស់យើងគឺលោករាជសុផែនមានជំងឺជាទម្ងន់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ179ឬប្រកេតមីលាហើយនៅក្នុងនោះក៏បានឯកឧត្តមសេនីយ៍តូប្រធានសហព័ន្ធបានជួយឧបត្ថម្ភរួមជាមួយនឹងបងតាមណាំស្រុនក៏បានជួយឧបត្ថម្ភដល់បងរាជសុផែនដែរដំណឹងនេះចាត់ទុកថាជាការអំពាវនាវដល់បងប្អូនសប្បុរសជនដែលស្នេហាវិស័យកីឡាប្រដាល់មេត្តាអាណិតជួយដល់បងរាជសុផែនដែលកំពុងតែមានជំងឺហើយកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យប្រកេតមីលាបាទសង្ឃឹមជឿជាក់ថាបងប្អូនសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានឹងជួយឧបត្ថម្ភដល់លោករាជសុផែនគឺយើងមិនចង់ឲ្យបាត់បង់ដល់អ្នកដែលមានទេពកោសល្យនៅក្នុងជួរសហព័ន្ធនៃកីឡាប្រដាល់កម្ពុជារបស់យើងទេបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយមានជំនឿជឿជាក់ថាឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាពិតជានឹងបានជួយបរិច្ចាគធនធានដើម្បីបាទសម្រាប់លោករាជសុផែនមកសូមអរគុណចូលទឹកពីរហើយនៅសល់តែមួយទឹកទៀតទេសុភាទាត់ស្ដាំខេមទាត់ស្ដាំសងទៅវិញមួយទាត់ស្ដាំពីរជើងរបស់ប៊ុនថេនតែត្រូវម៉ាត់អាស្ដាំរបស់ធុនសុភាជង្គង់ថេនទាត់ឆ្វេងរបស់ប៊ុនថេនទាត់ឆ្វេងរបស់ប៊ុនថេនមួយទៀតសុភាទាត់ស្ដាំសងវិញសងអាឆ្វេងមកវិញរបស់ប៊ុនថេនតែចូលម៉ាត់ស្ដាំរបស់ធុនសុភាជង្គង់មួយទៅមួយមកដូចគ្នាជង្គង់បុកមួយជង្គង់ទៅមួយជង្គង់មកធុនសុភាឡើងដើមថ្នោត
លោកទេសរិនញែកបងឈរចាំត្រង់ដេរ៉េចឆ្វេងរបស់ធុនសុភាឆ្វេងស្ដាំរបស់ប៊ុនថែនតែមិនចូលទេសុភាបិទជាប់រហូតគាត់ស្ដាំរបស់ថេនសុភារកចេញឆ្វេងដែរតែចេញអត់បានគៀងថេនក្រៀកជាប់ឡើងជង្គង់កាវទៀតជាប់ឡើងដើមថ្នោតទៀតហងតែដាក់ទឹកថ្នោតជូនអ្នកកណ្ដាលហ្នឹងអាញាកណ្ដាលញែងមកកណ្ដាលសង្វៀងលោកទេសរិនឈរចាំត្រង់រៀងខ្លួនមួយចាក់ជើងក្រៅមួយខោស្ដាំមួយទៀតផុតគាត់ឆ្វេងខាងស្ដាំរបស់ធនសុភាទាត់ខាងស្ដាំថែមទៅមួយទៀតប្រហែលរបស់ប៊ុនថែនប្រុងទាត់សន្ធាប់ទៅលើធនសុភាទោះស្នេហ៍ជនកំពុងតែស្រែកហូរកជ្រៀវគាត់ឆ្វេងរបស់ធនសុភាថែនទាត់ស្ដាំសងមកវិញស្ដាំទៀតសុភារកកន្លែងញាក់ចូលអត់ឃើញចាក់ជើងក្រៅមួយទៀតបាចាប់អោបគ្នាជង្គង់លោកទេសរិនញែកទឹកទី2នៅសល់តែ42នាទីជាឈរចាំត្រង់គេហៅដូចជាមកអាស្ដាំមួយចំទីមុខរបស់ថេនគាត់ស្ដាំគ្រាចាប់ជាប់ទៀតគ្រាជាប់លោកទេសរិនញែកថយចេញទៀតអ្នកដែលទទួលបានជ័យជំនះបានខ្សែក្បាត់មួយបានសរសើរបានទទួលស្គាល់ពីសហព័ន្ធរួមជាមួយនឹងទឹកប្រាក់$1000សហរដ្ឋអាមេរិកអ្នកលេខ2បានទឹកប្រាក់$500សហរដ្ឋអាមេរិកបាទ certificate បញ្ជាក់អំពីការប្រកួតនៃកីឡាករទាំងពីរចប់ទឹក2ឆ្លើយតបតាមការអំពាវនាវរបស់យើងខ្ញុំអាមាញ់មិញនេះគឺបងតាំណាំស្រុនដែលជាអនុគណៈកម្មការត្រួតត្រងសហព័ន្ធកីឡាប្រដាល់កម្ពុជាបានជួយឧបត្ថម្ភជាទឹកប្រាក់$200,000ដល់លោករាជសុផែនដែលកំពុងតែមានជំងឺហើយក៏បានឧបត្ថម្ភដល់យើងខ្ញុំទាំងពីរនាក់ម្នាក់$20ផងដែរបាទសូមអរគុណមែនហើយក្នុងទឹកប្រាក់$20របស់ដែលបងតាំណាំស្រុនឲ្យខ្ញុំនេះខ្ញុំក៏សូមប្រគល់ជូនទៅបងរាជសុផែនវិញបាទសូមអបអរសាទរផងបាទណាបាទដោយឡែកលោករិទ្ធីក៏មានសមានចិត្តដូចខ្ញុំដែរគឺប្រគល់ទឹកប្រាក់ដែលបងតាំណាំស្រុនផ្ដល់ជូននេះសូមបងកុំប្រកែកប្រកាន់អីជូនទៅលោករាជសុផែនទាំងពីរនាក់តែម្ដងបាទយើងខ្ញុំសង្ឃឹមជឿជាក់ថានឹងមានសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានឹងជួយឧបត្ថម្ភដល់លោករាជសុផែនជាបន្តទៅទៀតដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលាបាទសូមអរគុណឥឡូវនេះយើងចូលដល់ក្នុងទឹកផ្ដាច់ព្រាត់ហើយតើកីឡាករមួយឡាទស្សនវិបាត់ស្ដាំបរិភាថែមទៀតកៃរុសរុយហើយបាត់ស្ដាំថែមទៅទៀតឡើងជ្រងជាប់កំពុងតែធ្វើឲ្យបងប្អូនទស្សនិកជនសុភាបកែម៉ាត់ឯថេនមុនថេនបកែទាត់ស្ដាំឆ្វេងឥឡូវសុភាឈរចាំត្រង់ដូចឆ្មាចាំកណ្ដុរម៉ាត់ស្ដាំថែមទៅទៀតអូយ៉ាងម៉េចដែរថេនមុនថេនអាចមានវាសនាឡើងទៅជួបជ័យកុសលអ្នកណាមួយគាត់ស្ដាំម៉ាត់ស្ដាំក៏អាចចាប់ឡើងជង្គង់ហើយស្ដាំរុញគ្រាគ្នាប្រុងច្រកចេញខ្សែរិញអត់អីទេលោកអាជ្ញាកណ្ដាលទាញជាប់ទាត់ស្ដាំរបស់សេនមុនថេនថៅជង្គង់ស្ដាំទៀតតែធនសុភាម៉ាត់ខាងស្ដាំរុញគ្នាលោកអាជ្ញាកណ្ដាលញែក
នៅសល់តែ1នាទីជាងទៀតតែប៉ុណ្ណោះនឹងលទ្ធផលសខ្មៅសម្រាប់កីឡាករសេនមុនថេននិងកីឡាករធុនសុភាអ្នកណាឡើងទៅប្រកួតផ្ដាច់ព្រាត់ជាមួយកីឡាករជ័យកុសលម៉ាត់ឆ្វេងម៉ាត់ស្ដាំធុនសុភាដែលឆ្វេងរបស់ធុនសុភាទាត់ស្ដាំដល់ថេនត្រឹមម៉ាត់ស្ដាំមួយទៀតមិនចំគោលដៅពេលវេលាកាន់តែខើចសម្រាប់កីឡាករទាំងពីរហើយថេនរលចូលម៉ាត់ស្ដាំរបស់ធុនសុភាទាត់ស្ដាំថែមទៅទៀតថេនសម្រាប់ចូលទាត់ស្ដាំតែត្រូវម៉ាត់ស្ដាំជង្គង់ឡើងមួយទៅមួយមកថ្នមអត់អីបងប្អូនទស្សនិកជនកំពុងទស្សន៍ដៃតាមចង្វាក់ភ្លេងមួយបកែម៉ាត់មួយបកែជើងទាត់ស្ដាំតែមួយម៉ាត់ស្ដាំជង្គង់ទៀតគ្រៀតគ្នាជាប់ឡើងកាច់ព្រមតែច្រកចេញដល់ខ្សែរិញសម្រាប់កីឡាករទាំងពីរកម្ពស់កម្ពស់ប្រហាក់ប្រហែលគ្នាសុភាទៀបជាងបន្តិចប្រវែងដៃវាយចេញក៏ខ្លីជាងថេនបកែទាត់ជាបកែម៉ាត់កដុលចាំឆ្មាចាំកដុលថេនញាក់ចូលទៅម៉ាត់ស្ដាំគាត់ម៉ាត់ស្ដាំថែមទៀតអូកែងរុះញាក់ចេញនៅសល់តែ26វិនាទី25 24 23ហើយ20ចិត្តដល់ម៉ោងហើយគៀកហើយតាមអ្នកណាវាយចេញមុនអ្នកនឹងជំនះហើយគាត់បាត់តាមតែជង្គង់ស្ដាំមួយទៀតរបស់ធុនសុភាចាប់ទឹកហើយដល់ទឹកហើយសូមស្វាគមន៍ដល់កីឡាករទាំងពីរក្រហមឬមកក៏ខៀវលើចៅក្រមទាំង5ក្រោយគូនេះយើងមានគូអន្តរជាតិសុំសារជាថ្មីម្ដងទៀតក្រហមឬមួយក៏ខៀវឥឡូវបើសិនបើខៀវសុំស្នូទះដៃទាំងអស់គ្នាចុះក្រហមវិញអត់ទាន់ដឹងទេសូមបញ្ជាក់អ្នកបានលេខ1ទទួលបានខ្សែក្បាត់ទឹកប្រាក់ 1000 និងពញ្ញាប័ណ្ណបត្របញ្ជាក់ពីសហព័ន្ធកីឡាប្រដាល់កម្ពុជាគឺបង្គោលក្រហមជាអ្នកទទួលបានជ័យជំនះដោយពិនទូ